សួស្តីអ្នកនរគ្នាថ្ងៃនេះចេញវីដេអូប្លុកពេលល្ងាចរយៈពេល2ម៉ោងខ្ញុំទៅខែខ្ញុំទៅទូ ATM ដកលុយហើយនឹងមកវិញទិញត្រីអាំងហូបបាយហើយចាំមកទៀតទៅអង្គុយខាងខែហុំបើសាំងមកចូល1000ហើយចាំមើលវីដេអូនឹងពីដល់ដល់ចប់ណាបងប្អូនអរគ្នាតោះ let's go ចូលវីដេអូយើងពុកម៉ែបងប្អូនអរគ្នាឃើញខ្ញុំអង្គុយនិយាយហ្នឹងខ្ញុំនិយាយមួយម៉ែខ្ញុំពេលខ្ញុំថតវីដេអូហ្នឹងម៉ែខ្ញុំអ្នកឌុបខ្ញុំហើយខ្ញុំអ្នកជីមតោពីក្រោយហើយនិយាយថានេះគឺជាវីដេអូយើងចេញពីបន្ទប់ទៅមុនចេញទៅហ្នឹងគឺខ្ញុំបិទភ្លើងហើយយកមេសាយកកូនសោនិយាយរំទៅអ្នកនៅបន្ទប់ជួអាសាភ្លេចដូចខ្ញុំបានយកអារម្មណ៍ឲ្យនឹងនិយាយរួមទៅគឺថាឡើងភ្លេចកូនសោក្នុងបន្ទប់ពី3ដងហើយជើងកូនសោហ្នឹងហើយទេទៅហៅម៉ាយកកូនសោឲ្យអូយលោកអើយក្បាលកាចាហើយនៅភ្លេចកូនសោក្នុងបន្ទប់រហូតតែចេញកូនសោគឺព្រោះភ្លេចយកកូនសោពេលថតវីដេអូហ្នឹងក៏លាកទៅឃើញកូនសោហ្នឹងជាប់នៅមាត់ទ្វារហើយក៏ដោះយកទៅកុំអីហ្នឹងកូនសោនៅក្នុងហ្នឹងទៀតហើយនេះដល់ចេញទៅក្រៅឲ្យបងប្អូនអ្នកគ្នាហើយចេញមកក្រៅនេះម៉ែគាត់សួរអញ្ចឹងណាហើយក៏និយាយអញ្ចឹងណាបងប្អូនអ្នកគ្នាហើយក៏ថតវីដេអូធ្វើដៃបែកខ្ជិះខ្ជូតអីចឹងណាហើយខ្ញុំក៏និយាយច្រើនដែរមួយគាត់ក៏សួរនាំហើយនេះជាផ្លូវដែលខ្ញុំចេញទៅទូ ATM បងប្អូនអ្នកគ្នាខ្ញុំទៅទូ ATM ហ្នឹងជាឆ្ងាយដែរខ្ទង់ប្រហែលជា20នាទីបានដល់ហើយនេះពងជីតាមផ្លូវចេញមកក្រៅហ្នឹងម៉ោង4កន្លះអីហ្នឹងតែក្តៅខ្ញុំចេញទៅដកលុយនៅទូ ATM ហ្នឹងថ្ងៃចុងសប្តាហ៍បងប្អូនអ្នកគ្នាគឺថ្ងៃសៅរ៍អានេះគឺពាក់កណ្ដាលផ្លូវទូ ATM ហើយនេះនៅតាមផ្លូវជីនិយាយថាបានជិះម៉ូតូសក់ខ្ញុំអូយវាហោះតាមខ្យល់តែម្ដងញ៉ៃពេញហ្នឹងហ្មងណាហើយផ្លូវនេះគឺយើងจะដល់ទូ ATM ហើយបងប្អូនអ្នកគ្នាជីតិចទៀតដល់ហើយនេះគឺដល់ទូ ATM យើងហើយទូ ATM Excelida ហ្នឹងគឺខ្ញុំមកទូ ATM ហ្នឹងមិនមែនដកលុយច្រើនទេណាដកតែ50000ខ្មែរហ្នឹងឯងណាមួយចុងសប្តាហ៍ខ្ញុំវីដេអូហ្នឹងគឺថតចំថ្ងៃសៅរ៍ម៉ែបងប្អូនអ្នកគ្នាខ្ញុំធ្វើការចាក់អញ្ចឹងថ្ងៃសៅរ៍ខ្ញុំចេញម៉ោង4ហើយអញ្ចឹងខ្ញុំរៀបចំខ្លួនទៅ4កន្លះ75អីជិះម៉ូតូទៅដកលុយផ្លែបានហើយទៅមកទៀតខ្ញុំក៏ត្រឡប់មកវិញបងប្អូនអ្នកគ្នាហើយយល់ទៅប្លុកហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺថាចេញមកពីទូ ATM ហើយគឺចូលឈរទិញត្រីអាំង2ហើយជ្រូក2ថងតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាហើយក៏មកដល់ផ្ទះហូបបាយហូបអីអញ្ចឹងណាហូបបាយជុំគ្នាមួយម៉ែហើយរួចរាល់ហើយអស់ក៏ខ្ញុំទៅក្រៅវិញបងប្អូនអ្នកគ្នាទៅក្រៅហ្នឹងក៏ទិញពៅសាំងមួយម៉ែម្នាក់មួយថង1000ហើយក៏អង្គុយហូបនៅក្រៅហ្នឹងបងប្អូនអ្នកគ្នាហើយអង្គុយទៅនៅក្រៅហ្នឹងអង្គុយយកខ្យល់អាកាសធម្មតាអត់ចង់នៅកន្ទប់ច្រើនកុំឲ្យ stress អញ្ចឹងណាមួយខ្ញុំចិត្តអង្គុយនៅក្រៅដើម្បីមានខ្យល់ធម្មជាតិច្រើនអត់សូវចង់នៅកន្ទប់ឯនៅកន្ទប់មើលទូរស័ព្ទច្រើនឈឺក្បាលហើយមានអារម្មណ៍ថាឆាប់ធុញទ្រាន់អីចឹងអារម្មណ៍អត់ល្អចឹងទៅបានទៅអង្គុយក្រៅមើលខ្យល់ហើយនៅក្រៅហ្នឹងក៏គ្មានស្អីដែរក្រៅពីអង្គុយនៅមាត់ទឹកហើយអត់មានអីទាំងអស់ហើយមានគេឯងអង្គុយញ៉ាំអីចឹងទៅហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេ